នេះគឺជាមូលហេតុដែលបណ្ដាលឲ្យកើតមានសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលទំនាក់ទំនងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលបានផ្លាស់ប្ដូរពីភាពជាមិត្តទៅជាសត្រូវស្លាប់រស់បន្ទាប់ពីបដិវត្តន៍អ៊ីស្លាមនៅអ៊ីរ៉ង់ក្នុងឆ្នាំ1979មុនឆ្នាំ1979ប្រទេសទាំងពីរមានទំនាក់ទំនងល្អជាពិសេសក្រោមការដឹកនាំរបស់ព្រះចៅសានៃប្រទេសអ៊ីរ៉ង់ថែមទាំងជាប្រទេសអ៊ូស្លីមមួយក្នុងចំណោមប្រទេសមួយចំនួនដែលទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការទៀតផងនេះគឺជាមូលហេតុសំខាន់ដែលបណ្ដាលឲ្យប្រទេសទាំងពីរប្រែក្លាយទៅជាសត្រូវ1បរិវត្តអ៊ីស្លាមឆ្នាំ1979នៅប្រទេសអ៊ីរ៉ង់បន្ទាប់ពីបរិវត្តនេះអ៊ីរ៉ង់បានផ្លាស់ប្ដូររបបគ្រប់គ្រងទៅជាសាធារណរដ្ឋអ៊ីស្លាមក្រោមការដឹកនាំរបស់លោកអាយ៉ាថូឡាស់រូហូឡាស់ខេមីនីដែលមានមនោគមវិជ្ជាប្រឆាំងទៅនឹងលោកខាងលិចនិងប្រទេសអ៊ីស្រាអែលរដ្ឋាភិបាលថ្មីនេះបានចាត់ទុកអ៊ីស្រាអែលជារដ្ឋមិនស្របច្បាប់និងជាសត្រូវរបស់អ៊ីស្លាមផងដែរអ៊ីរ៉ង់បានផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលភ្លាមៗ2ភាពខុសគ្នាខាងមនោគមវិជ្ជានិងសាសនាអ៊ីរ៉ង់ដែលជារដ្ឋអ៊ីស្លាមស៊ីអ៊ីតមានភាពខុសគ្នាផ្នែកមនោគមវិជ្ជានិងសាសនាជាមួយអ៊ីស្រាអែលដែលជារដ្ឋជ្វីសភាពខុសគ្នាជាមូលដ្ឋានទាំងនេះបានជំរុញឲ្យមានការមិនទុកចិត្តគ្នានិងការប្រឆាំងគ្នាទៅវិញទៅមក3ការគ្រប់គ្រងរបស់អ៊ីរ៉ង់ចំពោះក្រុមប្រឆាំងអ៊ីស្រាអែលអ៊ីរ៉ង់បានគ្រប់គ្រងក្រុមប្រដាប់អាវុធជាច្រើនដែលប្រឆាំងនឹងអ៊ីស្រាអែលដូចជាក្រុម Hezbollah នៅក្នុងប្រទេសលីបង់ក្រុម Hamas នៅប៉ាឡេស្ទីននិងក្រុម Houthi នៅយេម៉ែនក្រុមទាំងនេះត្រូវបានអ៊ីស្រាអែលចាត់ទុកថាជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ខ្លួន4កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អ៊ីស្រាអែលបានមើលឃើញថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថាជាការគំរាមកំហែងដល់អស្ថិរភាពរបស់ខ្លួនដោយជឿថាអ៊ីរ៉ង់កំពុងព្យាយាមបង្កើតអាវុធនុយក្លេអ៊ែរអ៊ីស្រាអែលបានធ្វើសកម្មភាពជាច្រើនទាំងបើកចំហនិងសម្ងាត់ដើម្បីរារាំងការរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទី5ការប្រកួតប្រជែងដើម្បីឥទ្ធិពលក្នុងតំបន់ប្រទេសទាំងពីរបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មជ្ឈបូព៌ាជាពិសេសនៅក្នុងជម្លោះដូចជាសង្គ្រាមស៊ីវិលស៊េរីនិងវិបត្តិនៅយេម៉ែនសរុបមកភាពខ្មាំងសត្រូវរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់គឺបណ្ដាលមកពីកត្តាប្រវត្តិសាស្ត្រមនោគមវិជ្ជាសាសនានិងភូមិសាស្ត្រនយោបាយដែលបាននាំឲ្យមានចំនួនការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងខាងយោធាដោយផ្ទាល់